បាទសូមគ្រប់នឹងជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនដែលតែងនិយមស្ដាប់នៅអំពីចូលគិតាហោរាសាស្ត្រក៏ដូចជាក្បួនហុងស៊ុយក៏ដូចជាការទស្សន៍ទាយជាមួយខ្ញុំបាទ MCView នៅវេលាថ្ងៃនេះនៅថ្ងៃនេះខ្ញុំបាទសូមធ្វើការអធិប្បាយជូនទៅដល់អស់លោកអ្នកដែលតាក់ទងទៅនឹងតើអ្នកទាំងអស់គ្នាដឹងដែរឬទេម្រាបជើងទាំង10ដែលប្រាប់អំពីអត្ថន័យក៏ដូចជាបង្ហាញអំពីលក្ខណៈរបស់បុគ្គលបានដឹងពិតជាត្រឹមត្រូវ 100% បាទចឹងដូច្នេះសូមតាណានជាមួយខ្ញុំបាទតើវាមានរឿងរ៉ាវយ៉ាងដូចម្ដេចបាទការទូទាយតាមរយៈបាតដៃមានភាពល្បីល្បាញទូទាំងពិភពលោកវាអាចធ្វើឲ្យមនុស្សយើងដឹងពីវាសនារបស់ពួកគេប៉ុន្តែអ្វីដែលមនុស្សមិនដឹងនោះគឺម្រាមជើងក៏មើលដឹងអំពីចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗបានដែរបាទជាខាងក្រោមនេះនឹងមានចំណុចទាំង10ដែលមានប្រភេទខុសៗគ្នាខ្ញុំនឹងធ្វើការជម្រាបជូនទៅដល់អស់លោកអ្នកតែម្ដងចំណុចទី1ម្រាមជើងក្រិចបាទនេះរូបអ្នកដែលមានម្រាមជើងបែបនេះច្រើនជាមនុស្សរំភើបខ្លាំងនិងមានចំណង់ខ្លាំងម្រាមជើងក្រិចច្រើនជាងជាអ្នកវិចិត្រករនិងអ្នកអធិពលមានន័យថាមនុស្សមានគំនិតច្នៃប្រឌិតនិងចូលចិត្តកីឡាហើយក៏ជាអ្នកកំណែប្រែថ្មីផងដែរបាទចំណុចទី2ម្រាមជើងកូនមិនអាចញែកចេញពីម្រាមជើងនាងបានបាទចឹងមានន័យថាម្រាមកូនជើងហ្នឹងជាប់ទៅនឹងម្រាមជើងនាងតែម្ដងបាទចឹងមានន័យថាអ្នកដែលមិនអាចញែកម្រាមជើងកូនចេញបានច្រើនជាមនុស្សចូលចិត្តទម្លាប់និងការរៀបចំអ្វីដែលមានសុវត្ថិភាពពួកគេជាមនុស្សស្មោះត្រង់និងអាចពឹងពាក់បានពួកគេជាដៃគូដ៏ល្អទៀតផងបាទបន្តមកទៀតចូលមកដល់ចំណុចទី3ម្រាមជើងចង្អុលតូចខាងកុលបាទមនុស្សនេះចូលចិត្តការនិយាយការពិតចេញពួកគេចូលចិត្តធ្វើរឿងតូចឲ្យคล้ายជារឿងធំតែងតែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនៅពេលមនុស្សនេះមានអារម្មណ៍ល្អពួកគេនឹងបង្ហាញអារម្មណ៍ចេញហើយអ្នករាល់គ្នាក៏អាចមានអារម្មណ៍រីករាយទៅតាមនោះផងដែរនៅពេលពួកគេមានអារម្មណ៍មិនល្អយល់ល្អគួរទុកឲ្យគេនៅម្នាក់ឯងប្រសើរជាងចំណុចទី4ម្រាមជើងរ៉ូម៉ាំងបាទរ៉ូម៉ាំងម្រាមជើងរ៉ូម៉ាំងនេះជាប្រភេទម្រាមជើងសាមញ្ញបំផុតម្រាមជើងសមាមាត្រនឹងគ្នាហើយត្រង់ទាំងអស់មេជើងធំជាងគេបង្អស់មនុស្សនេះច្រើនតែជាមនុស្សរួសរាយរាក់ទាក់និងចូលចិត្តរួមក្នុងសង្គមពួកគេក៏ច្រើនជាមនុស្សមានអំណាចពិសេសដូច្នេះពួកគេអាចធ្វើសន្ទរកថានៅតាមទីសាធារណៈនិងជាអ្នកធ្វើមុខជំនួញផងដែរបាទនេះម្រាមជើងបែបនេះចំណុចទី5ម្រាមជើងវែងម្រាមជើងវែងមានលក្ខណៈស្គមនេះដោយសារតែម្រាមជើងបង្រួមចូលគ្នាធ្វើឲ្យម្រាមជើងមើលទៅវែងហើយស្គមជាទូទៅមេជើងធំជាងម្រាមជើងដតីទៀតមនុស្សដែលមានម្រាមជើងប្រភេទនេះច្រើនតែជាមនុស្សឲ្យតម្លៃលើខ្លួនឯងហើយពួកគេក៏អាចជាមនុស្សដែលចង់ធ្វើអ្វីធ្វើភ្លាមនិងប្រែប្រួលអារម្មណ៍ភ្លាមចំណុចទី6ម្រាមជើងទីកណ្ដាលញែកចេញពីគ្នាមនុស្សទាំងនេះចូលចិត្តរៀបចំគម្រោងទុកជាមុនលទ្ធផលជាធម្មតាពួកគេត្រូវបានគេទទួលស្គាល់និងអាចគ្រប់គ្រងលើស្ថានភាពដែលពួកគេជួបប្រទះចំណុចទី7ម្រាមជើងរាងការ៉េអ្នកដែលមានទម្រង់ជើងម្រាមជើងបែបនេះច្រើនជាមនុស្សអត់ធ្មត់និងចេះគិតគូរមុនពេលធ្វើការសម្រេចចិត្តពួកគេក៏ជាមនុស្សដែលអាចពឹងពាក់បាននិងជាមនុស្សសកម្មនឹងការងារទី8កូនជើងញែកចេញពីគេមនុស្សទាំងនេះត្រូវការភាពផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ពួកគេទម្លាប់ធ្វើឲ្យពួកគេមិនសប្បាយចិត្តទេពួកគេក៏ជាមនុស្សផ្សងព្រេងបំផុតមនុស្សទាំងនេះក៏ជាមនុស្សនឹងធុញទ្រាន់ផងដែរដូច្នេះពេលខ្លះពួកគេអាចបង្កើតអារម្មណ៍ឡើងដោយការធ្វើអ្វីមួយដោយពួកគេភ្ញាក់ផ្អើលចំណុចទី9ម្រាមជើងចង្អុលនិងកណ្ដាលឃ្លាតចេញពីគ្នាមនុស្សទាំងនេះដឹងអំពីវិធីបែងចែកអារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិតរបស់ពួកគេចំណុចទី10កូនជើងមានគម្លាតឆ្ងាយពីគេឯងបាទ
Nia đã miên côn chương clip ngay pi mềm chương là tay trơn chia menu hàng bạc rồi trắng nâng châu chất vừa với tam chất rồi bọc lũ này chỉ tu tâu cầm nơi rồi bọc bộ kê tay tại kho clay bị kê phòng này vàនេះគឺជាអត្ថបទមួយក៏ដូចជាការទូទាយទៅតាក់ទងទៅនឹងម្រាមជើងរបស់អស់លោកអ្នកម្រាមជើងទាំង10របស់អស់លោកអ្នកហ្នឹងគឺមាន10ចំណុចដែលបង្ហាញអំពីលក្ខណៈរបស់បុគ្គលផ្សេងៗគ្នាបាទចាំមនុស្សយើងនៅទូទាំងសកលលោកពិតជាមានម្រាមជើងខុសៗគ្នាទាំងអស់បាទគឺស្ថិតនៅក្នុង10ចំណុចនេះតែម្ដងមិនអាចលើសក្នុងចំណុចណាមួយនោះទេហើយវាក៏អាចបង្ហាញអំពីលក្ខណៈរបស់បុគ្គលបានពិតជាត្រឹមត្រូវ 90% ទៅដល់ 100% ឯណោះបាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេដែលជម្រាបជូនដល់លោកអ្នកបានជ្រាបអំពីរឿងរ៉ាវទាំងអស់នេះសូមអ្នកទាំងអស់គ្នារីករាយស្ដាប់ជាមួយខ្ញុំបាននៅវីដេអូក្រោយៗទៀតដែលតាក់ទងទៅនឹងរឿងរ៉ាវផ្សេងៗបាទដូច្នេះខ្ញុំសូមអរគុណសូមគោរពលា